ជំរាបសួរប្រិមិត្តក៏ដូចជាស្វាគមន៍មកកាន់នៅវីដេអូថ្មីថ្ងៃនេះយើងខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងវីដេអូក្នុងការបែងចែក partition នៅក្នុង Windows ឬក៏បើសិនជាយើងហៅជាភាសាសាមញ្ញមួយទៀតថាបែងចែក drive អញ្ចឹងនៅក្នុងនេះគឺជាការអនុវត្តមួយជាឧទាហរណ៍មួយហើយនៅក្នុងនេះគឺ Windows នេះយើងតឡើងមកយើងមានតែមួយ drive ទេឬក៏មួយ partition ទេមានតែ drive C ទេដែលមានទំហំសរុបអូខេយើងមើលនេះដែលមានទំហំសរុបគឺ59.1 GB ចំណែកឯអ្វីដែលយើងបានប្រើប្រាស់ហ្នឹងគឺ 26.1 GB ចំណែកឯspace គេហៅថាកន្លែងទំនេរដែលអាចប្រើបានគឺ 32.5 អញ្ចឹងយើងនឹងបង្ហាញអំពីរបៀបនៃការបង្កើត drive មួយទៀត drive E drive C តាមអ្វីដែលយើងចង់ចែកអញ្ចឹងឬក៏យើងបង្កើត partition ថ្មីមួយទៀតអញ្ចឹងអូខេអញ្ចឹងរបៀបនៃការចូលក្នុងការបង្កើតpartition ថ្មីមួយទៀតអញ្ចឹងយើងគាត់ right click លើ disk computer ទៅហើយយើងយករកពាក្យមួយថាអូខេយើងចុចលើ show more option ឲ្យវាបង្ហាញផ្ទាំងបន្ថែមទៀតមកយើងជ្រើសរើសយក manager ពេលណាយើងជ្រើសរើស manage ហើយវានឹងចេញផ្ទាំងមួយមកគេហៅថា computer management អញ្ចឹងយើង select យកពាក្យថា disk management មកវានឹងបង្ហាញ drive របស់យើង disk 1បង្ហាញ disk របស់យើងបើសិនជាក្នុងករណីថា computer ហ្នឹងមាន disk hard disk drive ឬក៏ SSD នឹងមាន2អញ្ចឹងវានឹងបង្ហាញថា disk 0ហើយនិង disk 2តែនៅក្នុងនេះយើងអត់មានទេ disk 0 disk 1សំទោសហើយនឹង CD room អញ្ចឹងទៅអញ្ចឹងនៅក្នុងនេះយើងមើលឃើញថាយើងមើលឃើញថា partition មួយទេហើយចំណែកឯ partition បន្ទាប់ហ្នឹងគឺជា partition ដែលវាបង្កើតឡើងដោយ Windows ដ៏ស្វ័យប្រវត្តិអញ្ចឹងយើងអាចមើលខាងលើក៏បានដូចគ្នាវាយើងមើលឃើញថា D0 partition 1 partition 4អញ្ចឹង Windows នៅពេលដែលយើងតម្លើងមកគឺ automatic វានឹងកាត់ partition 2មកដើម្បីជា reserve ឬក៏ទុកតាក់ទងជាមួយនឹង file Windows អញ្ចឹងអ្វីដែលតួអង្គសំខាន់របស់យើងគឺ drive C នេះអញ្ចឹងដើម្បីយើងបង្កើត partition មួយទៀតបន្ទាប់ពីយើងតម្លើង Windows ហើយអញ្ចឹងណាជាធម្មតាយើងអាចចែក partition នៅពេលដែលយើងចាប់ដើមតម្លើង Windows ក៏ប៉ុន្តែពេលដែលយើងតម្លើង Windows ហើយយើងចង់ចែកទៀតក៏បានដែរអញ្ចឹងគឺយើងចូលទៅតាមវិធីនេះអញ្ចឹងយើង right click វាយកមកយកពាក្យថា stream volume អញ្ចឹងកន្លែងនេះមានន័យថាយើងចាប់ដើមពង្រួញspace វាដើម្បីបាន space ថ្មីមួយដើម្បីបង្កើត drive ថ្មីឬក៏ partition ថ្មីឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចុច stream វាអញ្ចឹងយើងរងចាំបន្តិចវានឹងបង្ហាញជាងអូខេឥឡូវវាបង្ហាញហើយទី1វាបង្ហាញថាចំនួន capacity នៃ hard disk របស់យើងមានប្រមាណអញ្ចឹងចំនួនសរុបគឺអានេះវាគិតជា megabyte ណាគឺ60,000ណារាយ10 100 1000ម៉ឺនស្មើនឹង 60,000 ចំណែកឯ hard disk ទំនេរគឺមាន 28,256 មេណាបើយើងប្រៀបធៀបG យើងត្រូវប្របែកវាប៉ុន្តែពេលដែលយើងចែក partition ឬចែក drive ហ្នឹងគឺ system វា generate ជា megabyte អញ្ចឹងអានេះគឺជាអ្វីដែលយើងបញ្ចូលនេះគឺជាកន្លែងដែលសំខាន់ដែលយើងត្រូវបញ្ចូលថាតើយើងចង់ stream វាយើងចង់ពង្រួញវាប្រមាណអញ្ចឹងណាដើម្បី solve space ទំនេរមួយទៀតដើម្បីយើងបង្កើតថ្មីមួយទៀតឥឡូវនេះយើងមើល total នេះប្រមាណអូខេវិធីប្រៀបធៀបយើងយក Casio យើងមកដើម្បីកណនាថាតើបើអ្នកខ្លះយើងចង់ដឹងថាមេទៅ G យើងទៅប្រមាណអញ្ចឹងយើងចុចរើសមើល Casio មក calculation មកយើងអាចកណនាវាអញ្ចឹង1 GB វាស្មើនឹង 1024 MB ហើយវាគឺជា space ប៉ុន្តែអ្វីដែលយើងឃើញនេះមិនមែនមានន័យថាអាចយកមកចែកទាំង32បានទេអានេះតល system វាកណនាឲ្យយើងមកគឺវាចេញមកអញ្ចឹងធាតុពិតដែលយើងបានឃើញហ្នឹងត្រឹមតែ27ថា27កន្លះចុះដើម្បីយកមក stream វាបានមកចែកចេញឥឡូវឧទាហរណ៍ថាខ្ញុំយកតែត្រឹម10 G ទេណាត្រឹម10 G អញ្ចឹងយើងត្រូវប្របែករកចំនួន megabyte វិញ
10G ខ្ញុំយក10គុណជាមួយនឹង1024ចឹងយើងមើលឃើញស្មើនឹង10240 មេហ្គាបៃតណាស្មើនឹង 10G ចឹងកន្លែងនេះខ្ញុំសរសេរទៅ12240 អូខេអញ្ចឹងយើងបបែកវាមកហើយអញ្ចឹងអាកន្លែងនេះជា drive មួយដែលយើងបង្រួញដែលយើងយកចេញពី drive C មួយដើម្បីបង្កើត partition ថ្មីបន្ទាប់ពីយើងធ្វើនឹងហើយយើងចុចលើ stream អញ្ចឹងយើងមើលឃើញថាចាប់ផ្ដើមបបែកចេញមកអញ្ចឹងដំបូងឡើយពី drive C នេះឥឡូវយើងបានបង្កើតយើងអាចថា stream មកបាន space មួយអានេះយើងហៅថា space មួយ partition មួយចុះដែលមានទំហំ 10G អញ្ចឹងឥឡូវយើងសាកមើល capacity មួយបន្ទាប់ពីបបែកមកតើសល់ប៉ុន្មានអញ្ចឹងយើងមើលឃើញមានការប្រែប្រួលហើយណាពីមុនមក27ឥឡូវសល់តែ22ទេអូខេអញ្ចឹងយើងត្រឡប់ទៅវិញអញ្ចឹងពេលណាដែលយើងចូលមកយើងអត់ទាន់ឃើញpartition ថ្មីឬក៏drive ថ្មីមកទេអញ្ចឹងតោះតែយើង format វាសិនណាអញ្ចឹងយើង right click លើ partition ថ្មីយើងយកពាក្យថា new simple volume អញ្ចឹងយើង click next ហើយយើងយកទាំងអស់យើងអត់ញែកអានឹងទេយើងយកទាំងអស់យើង click next ទៅយើងមិនបាច់ធ្វើមានការកែប្រែវាទេឲ្យទី2 label យើងចង់ថាដាក់ label ប្រហែលសាច់តែយើងទេឲ្យតែវាទំនេរនៅកន្លែងហ្នឹងខ្ញុំឧទាហរណ៍ខ្ញុំដាក់ស L ចុះបន្ទាប់មកខ្ញុំចុច next ទៀតអានេះ by default យើងអត់កែប្រែបានទេអញ្ចឹងយើងរក្សាវាអញ្ចឹងទៅឬក៏យើងចង់ដូរវាក៏បានដែរណាក៏ប៉ុន្តែតើតទៅនឹង Windows ភាគច្រើនយើងប្រើ NTFF អញ្ចឹងកន្លែងនេះយើងអាច new drive យើងអាចដូរឈ្មោះក៏បានដែរខ្ញុំ new drive ទៅយើងដាក់ឈ្មោះ drive គេឧទាហរណ៍ថាL drive ឬក៏ data drive ចុះខ្ញុំដាក់ថា data driveអូខេ data drive អញ្ចឹងខ្ញុំ click យក next ខ្ញុំ click យក finish អញ្ចឹងនៅកន្លែងនេះយើងវានឹង load មកឃើញ auto វាស្គាល់នៅ drive ថ្មីមួយខ្ញុំអត់ទាន់ចូលមើលទេប៉ុន្តែខ្ញុំចង់បង្ហាញកន្លែងនេះគឺឃើញហើយនេះ drive ថ្មីមួយ label វាលេខអក្សរ L ឈ្មោះវាគឺ data drive អញ្ចឹងឥឡូវយើងត្រឡប់ចូលទៅ disk computer វិញវានឹងមើលឃើញអូខេដោយសារតែមិញវា generate auto ឃើញឥឡូវនេះយើងបានបង្កើតបាន drive មួយដែលមានទំហំវា 10G ក៏ប៉ុន្តែបងប្អូនកុំឆ្ងល់ពេលណាដែលយើង format វាហើយអញ្ចឹងវាអាចបាត់ទៅបន្តិចតួចទៅតាមគេហៅថាជា real file របស់ Windows វាអូខេឥឡូវយើងបាន2 drive ហើយមួយវិញទៀតបើយើងចង់ក្នុងករណីថ្មីមួយ case study ថ្មីមួយយើងឧទាហរណ៍ថាយើងអត់ចង់បានឧទាហរណ៍ថាក្នុងករណីមួយថា C របស់យើងចិត្តពេញចុះឥឡូវនេះវា free space វានៅសល់យើងអាចមើលបន្តទៅ free space គឺនៅសល់22ជាងអញ្ចឹងយើងចង់ថាចង់ឲ្យវាកើននេះ25ខ្ញុំឧទាហរណ៍ចុះ25ណាអញ្ចឹងជួនកាលយើងវាពេញវានឹងចេញពណ៌ក្រហមអញ្ចឹងយើងដើម្បីឲ្យ drive យើងបានធំជាងនឹង expand drive space មួយថែមទៀតហ្នឹងយើងទៅយកពី stream ចេញពី drive D នេះអញ្ចឹងឥឡូវយើងអនុវត្ត case study ថ្មីមួយទៀតគឺតាក់ទងជាមួយនឹងយើង stream ពី drive L នេះដើម្បីឲ្យ expand ដើម្បីបន្ថែមនៅ space នៅក្នុង drive C វិញអញ្ចឹងយើងមិញនេះបញ្ជាក់ម្ដងទៀតdrive space យើងនៅអូខេខ្ញុំបើក drive space គឺនៅសល់22កន្លះណា22កន្លះ G ឥឡូវយើងចូលមកកន្លែងហ្នឹងដដែលមកឥឡូវខ្ញុំសុំបិទហើយយើងអាចថាចូលម្ដងទៀតគឺ mouse ស្ដាំ right click ទៅលើ disk computer យើងឲ្យវាសូឲ្យច្រើនជម្រើសតិចមកយើងចុចយក manage អញ្ចឹងវានឹងចេញថា computer management អញ្ចឹងយើង select យក disk management អូខេឥឡូវយើងឥឡូវនេះចេញបានបង្ហាញយើងឃើញថាវាមាន drive 2 drive C ហើយជាមួយនឹង drive L
ចឹងឥឡូវយើងចង់ stream ពី drive L នេះយក space ខ្លះឲ្យចូលមក expand បន្ថែមទៅលើ drive C អូខេចឹងយើងក៏ right click លើវាទៅយើងយកពាក្យថា stream volume ចឹងបងប្អូនទៅចាំថាមិញមានដូចជាថា10ប៉ុន្តែចុងក្រោយបំផុតវាប្រើបានតែត្រឹមតែ9ជាង GB ទេអញ្ចឹងយើងចង់បន្ថែមយកអូខេយើងចង់បន្ថែមយកត្រឹមតែ2កន្លះទេណា2 G កន្លះមកដើម្បីប្រគ្រប់ឲ្យស្មើនឹង25ណាអញ្ចឹង2កន្លះណាអញ្ចឹងយើងត្រឡប់មកកន្លែងនេះវិញមក2កន្លះអញ្ចឹងយើងកណនាមកយើងយក 2.50 គុណនឹង1024ដើម្បីស្វែងរកចំនួនmegabyte ឥឡូវយើងឃើញហើយគឺស្មើនឹង2560អញ្ចឹងយើងវាយមក2560អញ្ចឹង2560ហ្នឹងវាស្មើនឹង 2.5 GB អូខេយើង stream វាទៅអូខេយើងឃើញហើយនេះdrive ថ្មីមួយដែលយើងទៅតែយើងមិន drive ថ្មីកន្លែងនេះ partition ថ្មីមួយដែលយើងទៅតែ stream ចេញពី drive L នេះ data នេះអញ្ចឹង L data ពីមុនមក9ជាងឥឡូវយើងឃើញ7ជាងដោយសារ stream អូខេអញ្ចឹងយើងចាប់ផ្ដើមយកpartition ថ្មីនេះឲ្យរុញចូលទៅក្នុង drive C ដើម្បី drive C វាកើនអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតយើងមើលទៅលើកន្លែងនេះអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើវាទៅ expand វាទៅវានឹងកើនហើយពង្រីកវាទៀតវានឹងកើនពី 22.5 G ហ្នឹងវាកើនទៅជា25ណាអូខេដោយសារតែយើងយកពី partition នៃទំនេរអូខេអញ្ចឹងយើងដើម្បីបន្ថែមdrive ឬ partition ទៅលើ drive C នេះទៀតយើង select លើ drive C ទៅយើង right click ហើយយើងយកពាក្យមួយថាchange drive នេះ extend ណា extend volume ប៉ុន្តែកន្លែងនេះអត់ឲ្យអញ្ចឹងមិនដឹងជាមូលហេតុអីបានជាវាឲ្យឬក៏ extend អូខេឬមួយក៏គេហៅថាវាចំនួនតិចពេកដែលវាមិនអាចយកបានអូខេមួយទៀតខ្ញុំនឹងធ្វើវិធីមួយទៀតមានន័យថាខ្ញុំ delete drive នេះអញ្ចឹងពេលដែលខ្ញុំ delete drive នេះទៅអញ្ចឹងdrive នៅកន្លែងនេះវាលេងមានអញ្ចឹងខ្ញុំព្យាយាមមួយទៀតអូខេខ្ញុំចាប់ដើម delete វាណាខ្ញុំអត់ពឹង extend វាទេបើខ្ញុំ extend វានឹងយកពីកន្លែងនេះអញ្ចឹងជាគោលដៅយើងចង់ drive C ទេចុងកាលវាតិចតួចពេកវាអត់ឲ្យអញ្ចឹងណាអញ្ចឹងខ្ញុំព្យាយាម delete ដើម្បីបង្កើននៅគ្រប់10G វិញអញ្ចឹងយើង delete volume វាទៅអូខេវាគាត់តែសួរយើងទៅឯកសារវាទៅ delete ហើយយើងអត់តន់នេះថ្មីយើងអត់តន់អីអូខេឥឡូវនេះយើងបន្ទាប់ពី delete មកវាឃើញunlocation វាសំដៅទៅលើ partition ដែលយើងអត់តន់បានរៀបចំវាធ្វើទេវាមាន10ទំនេរ 10G ឥឡូវខ្ញុំចាប់ផ្ដើម expand ពង្រីកបន្ថែមនៅក្នុង drive C អញ្ចឹងខ្ញុំ select លើ drive C ខ្ញុំ right click វាយកពាក្យថា expand ហ្នឹងហើយមិញវាអត់ចេញទេដោយសារតែវាចំនួនតិចពេកអញ្ចឹងខ្ញុំដាក់កើននេះធំហ្មងតាអូខេឥឡូវវាចេញហើយអញ្ចឹងដើម្បីយកអា 10G នេះរុញចូលទៅក្នុង C អាហ្នឹងវាប្រៀបធៀបដូច drive D យើងយកទំនេរ drive D drive F ណាមួយឲ្យបន្ថែមឲ្យវា capacity នៅលើ drive C ណាអូខេខ្ញុំចុចលើ extend volume ខ្ញុំចុច next ចឹងនៅក្នុងនេះបើសិនជាក្នុងករណីមួយថាយើង expand ចេញពី extend ឬក៏ expand ហ្នឹងចេញពី disk ផ្សេងវានឹងបង្ហាញយើងដើម្បីជាកំណត់ចំណាំថាអូខេ disk 1 disk 0 disk 1អីចឹងទៅប៉ុន្តែនេះយើងអត់យកវាទេយើងគ្រាន់តែយកតែត្រឹមហ្នឹងឥឡូវខ្ញុំមាន case study មួយទៀតខ្ញុំអត់យកទាំង10ទេកន្លែងនេះខ្ញុំយកតែ5វិញណាខ្ញុំយកតែ5អញ្ចឹងខ្ញុំយកអានេះបែងចែកជា2ចែកជា2អញ្ចឹងខ្ញុំយកអានេះចែកជា2ទៅ10 224ចែកជា2ហ្នឹង case study មួយផ្សេងទៀតដើម្បីងាយស្រួលអញ្ចឹង5120អញ្ចឹងស្មើនឹង5120អូខេអញ្ចឹងយើងយកតែពាក់កណ្ដាលស្មើនឹង 5G ណាខ្ញុំចុច next ខ្ញុំចុច finish អញ្ចឹងអានេះទំនេរមិញ10ឥឡូវកាត់5បញ្ចូលមក drive C ឥឡូវយើងមើលទៅលើ drive C តើវាកើនអត់ឃ
ឃើញចាប់ដើមកើនពីមុនគឺ 22.5 ចឹងយើងថែម 5 ទៀតវាស្មើនឹង 27.5 GB ចំណែកឯតកតងនឹងនេះវិញយើងអាចសាញវាម្ដងទៀតដើម្បីវាคล้ายទៅជាត្រាយថ្មី new ត្រាយថ្មីចឹងយើង right click វាមកយើងយកពាក្យថា new sample volume យើងចុច next យើងយកទាំងអស់ហើយ label វាអូខេខ្ញុំដូរចុះលើកនេះខ្ញុំរើសយក e ចុះណាខ្ញុំយក e ចុះអូខេ next ទៀតអូខេខ្ញុំយកទាំងអស់ខ្ញុំអត់កែទេហើយឈ្មោះនេះខ្ញុំរក្សាដែរខ្ញុំអត់ដូរទេអូខេ next ខ្ញុំចុច finish អញ្ចឹងនៅវានឹងកើតត្រាយថ្មីមួយអញ្ចឹងនៅក្នុងនេះបងប្អូនពេលដែលយើងបើកលើផ្ទាំង Discounter Explorer ទៅវានឹងឃើញ2ត្រាយណាមុនត្រាយតែមានតែ 4G ទេឥឡូវបងប្អូនធ្លាប់ឃើញថាត្រាយ C ត្រាយ D អញ្ចឹងជាត្រាយ Delta Windows Delta សប្តាហ៍លើកនេះចេញ D មកជា CD room អីចឹងទៅយើងអាចកែបានយើងដូរបានខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំចង់ដូរត្រាយ E នេះ label វាទៅជា D វិញចំនួន D ហ្នឹងទៅជា F ឬក៏ E វិញចឹងដំបូងឡើយយើងចូលដដែលមកយើងបើកនេះមកវិញមកអញ្ចឹងចូល management ដដែលមកយើង select ទៅលើត្រាយហ្នឹងអញ្ចឹងយើងមើលទៅមិញត្រាយហ្នឹងត្រាយ D នេះត្រាយ D អញ្ចឹងយើង right click វាមកយើងយកពាក្យថា change try label ណាអញ្ចឹងកន្លែងនេះយើង change វាទៅណាឥឡូវខ្ញុំយក F ឲ្យវានៅ F ចុះហើយយើងចុច OK ទៅអញ្ចឹងយើងតម្លាក់មកវិញយើងអាចមើលឃើញឥឡូវនេះឃើញត្រាយពីមុនមក D ឥឡូវវាចេញជា F វិញអូខេឥឡូវនេះយើងដូរត្រាយពី E ទៅជា D វិញព្រោះយើងធ្លាប់ឃើញមក CD អញ្ចឹងណាអញ្ចឹងយើងចូលដូចគ្នាមកយើងស្វែងរកត្រាយនឹងមួយគ្នាមក right click យើងយកពាក្យថា change យើង change ឥឡូវខ្ញុំដូរទៅជា D វិញអូខេយើងចុច OK ចុច OK ទៅណាឥឡូវវាចេញមកគឺ C ហើយនឹង D ហើយនឹង F ឬក៏យើងដូរ F ទៅ E ក៏បានដែរអូខេខ្ញុំដូរ F ទៅ E ដើម្បីឲ្យវាចេញតាមលេខរៀងវាទៅE យ៉ាងទៅណាអូខេដើម្បីចេញលេខរៀងអូខេអញ្ចឹងយើងទាញមកយើងមើលឃើញ C D E អូខេអញ្ចឹងយើងបិទវិញការគណនាអញ្ចឹងនៅមេរៀននេះយើងបានចប់ហើយចឹងខ្ញុំសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នានឹងជួយគាំទ្រនឹងតាមដាននៅវីដេអូបន្តទៀតហើយសូមកុំភ្លេចចុច subscribe និងរូបកណ្ដឹងទៅលើ page ដើម្បីទទួលបាននៅមេរៀនថ្មីទៀតអរគុណច្រើនបាយបាយ